អង្គមួយកំប៉ុងសម្រាប់មនុស្ស8នាក់ក្នុងមួយថ្ងៃឥឡូវនេះនៅចុងឆ្នាំ1975របបអង្គរត្រូវចុះទម្ងន់ទៀតគឺគេឲ្យយើងមួយកំប៉ុងសម្រាប់គ្នា8នាក់ក្នុងមួយថ្ងៃពេលមួយនៅក្នុងខែវិច្ឆិកាយើងគ្មានបានទទួលអង្គរសោះក្នុងរយៈពេល2ថ្ងៃពួកខ្មែរក្រហមប្រាប់យើងថារថយន្តដឹកអង្គរមិនទាន់មកដល់ដោយយើងក្រហាត់ពោះស្រាប់ផងដំណឹងនេះធ្វើឲ្យយើងឆោឡោគ្រប់គ្នាជាពិសេសដោយលេចឮថាពួកខ្មែរក្រហមបានលួចទុកអង្គរសម្រាប់ខ្លួនវាយើងនិយាយប្រាប់គ្នាទៀតថាបើយ៉ាងនឹងអង្គរក្នុងផ្សារងងឹតនឹងត្រូវឡើងថ្លៃហើយតម្លៃមាសពេជ្រនិងសម្ពុតអាវយើងត្រូវចុះថោកទៀតតាមធម្មតាគ្មាននរណាហ៊ានស្រមៃនិងស្រែកតវ៉ាអ្វីទេប៉ុន្តែម្ដងនេះរឿងវាហួសហេតុពេកនៅថ្ងៃទី2ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានផ្ទុះឡើងដែលមិនគួរឲ្យជឿពួកប្រជាជនថ្មីពី300នាក់បានធ្វើបាតុកម្មយ៉ាងស្ងប់ស្ងៀមដោយមានអតីតគ្រូបង្រៀន5នាក់ជាអ្នកដឹកនាំដើម្បីតវ៉ានឹងការខ្វះខាតអង្គរហូបខ្ញុំមិនបានទៅលោកលំជាមួយពួកគេទេព្រមទាំងបានប្រាប់ប្អូនប្រុសខ្ញុំថេងដែលជាអតីតគ្រូបង្រៀនដែរកុំឲ្យទៅរវីរវល់ក្នុងរឿងបាតុកម្មនោះតែខ្ញុំបានដឹងរឿងទាំងអស់នៅពេលក្រោយមកពួកបាតុករនាំគ្នាដើរយឺតជាជូរយ៉ាងថ្លៃថ្នូរតម្រង់ទៅរោងឈើប្រក់ស្លឹករបស់ពួកខ្មែរក្រហមដែលជាកន្លែងចែកអង្គរខ្មែរក្រហម3នាក់នៅប្រចាំការនៅទីនោះលុះគេទៅដល់មុខរោងអ្នកដឹកនាំបាតុកម្មដើរទៅមុខមេខ្មែរក្រហមហើយគ្នាគេម្នាក់ផ្ដើមសូត្រសន្ទរកថាមួយសម្ដែងទុកសោកគ្រប់យ៉ាងចំពោះមុខមេភូមិពាក្យសម្ដីគេមានលក្ខណៈម៉ត់ចត់និងច្បាស់លាស់ដូចជាថាប្រពន្ធចំណីអាហារមិនគ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ប្រជាជនរបបអង្គរមានស្ដួយស្ដើងពេកគ្មានសាច់គ្មានត្រីពលកម្មកាន់តែពិបាកមានកម្រិតធ្ងន់ហួសហេតុប្រជាជនគ្មានថ្នាំសង្កូវគ្មានមន្ទីរពេទ្យព្យាបាលជំងឺលុះគេសូត្រចប់មេភូមិក៏ចាប់ឆ្លើយទៅវិញដំបូងសម្ដីមេភូមិមានស្នូលទន់ភ្លន់និងគួរឲ្យទុកចិត្តអង្គការបានធ្វើទាំងអស់ដែលអាចធ្វើបានចូលយើងកុំភ្លេចថាយើងមិនមែនធ្វើការសប្តាហ៍សម្រាប់អង្គការទេប៉ុន្តែសម្រាប់ខ្លួនយើងផ្ទាល់យើងមិនទឿនបានច្រូតកាត់ទេបើយើងត្រូវធ្វើការច្រើននោះភោគផលយើងក៏នឹងបានច្រើនដែររឿងអត់ត្រីអង្គការក៏អត់មានត្រីហូបដែរការយឺតយ៉ាវនៃរថយន្តដឹកជញ្ជូននោះឥតមានទាក់ទងនឹងបំណងរបស់អង្គការទេដល់មេភូមិនិយាយយូរទៅកើតកាន់តែបន្តឹងសម្លេងខ្លាំងឡើងពេលនោះឃ្លាមួយក៏คล้ายជាសេចក្តីគំរាមមួយយ៉ាងច្បាស់មិត្តឯងបង្កចលាចលក្នុងភូមិមិត្តឯងបង្ខូចការរៀបរយនិងសន្តិភាពនៅទីនេះមិត្តឯងបំផុសការសង្ស័យក្នុងស្មារតីប្រជាជនមិត្តឯងថាអង្គការមិនគិតចំពោះសុខភាពប្រជាជនអ្វីត្បិតតែអង្គការបានប្រឹងប្រែងជួយមិត្តសពគ្រប់ក្តីតើមិត្តឯងបាននាំយកអ្វីខ្លះមកទីនេះគ្មានសោះគឺអង្គការដែលបានដឹកនាំជញ្ជូនមិត្តមកផ្ដល់អង្គរឲ្យមិត្តផ្ដល់ដីឲ្យមិត្តហើយមិត្តនៅមិនទាន់បានផលិតអ្វីទាំងអស់ឥឡូវគ្រាន់តែមានការយឺតយ៉ាវបន្តិចមិត្តនាំគ្នាតវ៉ានឹងឬជាកាយវិការបដិវត្តល្អនោះនេះឬជាការកំទេចនៅនិន្នាការសួនទូនិយមរបស់មិត្តមិនមែនទេមិត្តថ្ងៃស្អែកឡើងគេបានចែកបបរអង្គរជាថ្មីប៉ុន្តែមួយអាទិត្យក្រោយមកពួកគ្រូបង្រៀនទាំង5នាក់ព្រមទាំងអ្នកភូមិខ្លះជាបាតុករស្រាប់តែបាត់ខ្លួនគ្មានសល់ពួកយោធាខ្មែរក្រហមបានយាមល្បាតក្នុងភូមិជានិច្ចកាលនោះច្បាស់ជាបានចាប់យកអ្នករងគ្រោះម្នាក់ម្ដងក្នុងពេលយប់គ្រួសារអ្នករងគ្រោះបានទៅជួបមេភូមិដើម្បីសួរព័ត៌មានតែមេភូមិឆ្លើយថាគេមិនដឹងរឿងនឹងសោះចាប់ពីពេលនោះមកយើងក៏លែងឮដំណឹងអ្វីទៀតដែរអំពីពួកអ្នករងគ្រោះតែយើងបានឃើញច្បាស់ថាការបង្ក្រាបប្រជាជននៃពួកខ្មែរក្រហម
តែងធ្វើក្នុងអាចកំបាំងមិនដែលខានគេធ្វើកិច្ចការអពមង្គលផ្សេងជាសម្ងាត់ជានិច្ចតែនៅមុខប្រជាជនសម្ដីពួកវាផ្អែមល្ហែមគួរសមណាស់ទោះបីនៅពេលពួកវាមកហៅយើងទៅសម្លាប់ចោលក្តីក៏កិរិយាខាងក្រៅរបស់វានៅរាក់ទាក់ទន់ភ្លន់ឥតគងការបាត់ខ្លួនគ្រូបង្រៀន5នាក់នោះបានធ្វើឲ្យយើងរឹតតែក្តៅក្រហាយថែមទៀតក្នុងចំណោមគ្នាយើងប្រជាជនថ្មីយើងស្របមតិគ្នាតែងតែនិទានប្រឆាំងនឹងរបបផ្ដាច់ការដែលសង្កត់សង្កិនយើងជាទេសកលនេះពួកវាតែងប្រកាសថាក្នុងរបបវាមានការពុករលួយទេតែយើងដែលបានរស់ជីវិតដោយសារអំពើនឹងយើងដឹងថារបបវាជាស្អីដែរឧបមាថារបបវាស្អាតស្អំចុះតើយើងបានអ្វីហូបនៅទីបំផុតយើងចង់រស់ក្នុងភាពអយុត្តិធម៌ជាជាងដេកអត់បាយក្នុងសភាពនោះពួកខ្មែរក្រហមតែងប្រកាសថារបបគេមានគុណសម្បត្តិគ្រប់យ៉ាងទាំងអស់ផ្ទុយនឹងរបបមុនដែលលំក្នុងអបាយមុខគ្រប់ប្រភេទវាអះអាងថាបដិវត្តន៍វាកំពុងបណ្ដោះបណ្ដាលជីវិតថ្មីតែអ្វីៗដែលរបបវាកំពុងផ្ដល់ឲ្យយើងគឺមានតែការអត់ឃ្លាននិងសេចក្តីស្លាប់ក្នុងនាមមនោគមវិជ្ជាតែប៉ុណ្ណោះយ៉ាងណាក្តីយើងគ្មានផ្លូវអ្វីនឹងធ្វើឲ្យកំហឹងរបស់យើងគ្រប់គ្នាបានคล้ายជាចលនាប្រឆាំងគេទេយើងគ្មានលទ្ធភាពអ្វីមួយនឹងនាំគ្នាបះបោរឡើងតែខ្ញុំតែងនិយាយរឿងនឹងជាមួយប្អូនប្រុសខ្ញុំនិងឪពុកខ្ញុំជារឿយតែយើងខ្សត់ខ្សោយពេកណាស់គ្មានកម្លាំងកំហែងនឹងងើបប្រឆាំងវិញទេភូមិយើងទាំងអស់ត្រូវគេត្រួតពិនិត្យគ្រប់ពេលវេលាសូម្បីតែការតាក់ទងរវាងគ្នាយើងក៏ធ្វើពុំកើតផងដោយសារពួកឆ្លូបរបស់វាយើងគ្មានលទ្ធភាពនឹងរៀបចំបណ្ដាញស្ងាត់កំបាំងរវាងសហគមន៍តូចនានាបានឡើយម្យ៉ាងទៀតយើងគ្មានអាវុធគ្មានស្បៀងអ្វីទាំងអស់ទោះបីជាយើងមានកាំភ្លើងទៅសម្លាប់ខ្មែរក្រហម50នាក់ដែលនៅភូមិយើងក្តីក្រោយមកតើយើងធ្វើអ្វីកើតតើយើងបានស្បៀងអាហារគ្រប់គ្រាន់ពីណាដើម្បីទុកហូបនិងប្រយុទ្ធទល់ពួកយោធាខ្មែរក្រហមនោះទៀតដោយយើងចុះខ្សោយរូបកាយដល់ថ្នាក់នេះហើយផងការតស៊ូក្នុងព្រៃភ្នំតែ 4-5 ថ្ងៃប៉ុណ្ណោះនឹងគ្មានលទ្ធភាពអ្វីក្រៅពីដាច់ពោះស្លាប់នោះទេពួកខ្មែរក្រហមវាចង់ជន់ឈ្លីបុគ្គលមនុស្សពួកវាបង្ខំឲ្យយើងធ្វើការធ្ងន់ហើយបិទសិទ្ធមិនឲ្យយើងទៅណាមកណាដើម្បីឲ្យយើងឈឺចាប់ឲ្យយើងខ្ទេចខ្ទាំជាកុសលល្អក្នុងជំនាន់នោះគ្រួសារមិនទើបខ្លាចជាគោលដៅដ៏អប្រិយរបស់ពួកវាឡើយយើងមានលទ្ធភាពរស់នៅនិងហូបជុំគ្រួសារការបង្ខំឲ្យយើងបរិភោគរួមមិនត្រូវបានចាត់តាំងជាផ្លូវការនៅឡើយទេយើងអាចដោះដូរអង្ករបានយើងអាចទុកឆ្នាំងអំបែងសម្រាប់ដាំស្លជាកម្មសិទ្ធិផ្ទាល់បានបើកាលណាពួកវាឆែករកឃើញបង្វិចអង្ករដែលយើងដោះដូរបានយើងអាចឆ្លើយថាជាអង្ករដែលយើងសន្សំបានលើអង្ករដែលអង្គការចាត់ឲ្យពួកវាមិនទៅរករឿងយើងទេវាតែងបិទភ្នែកខ្លះចំពោះការដោះដូរការសំខាន់គឺត្រូវធ្វើយ៉ាងណាកុំឲ្យពួកវាសង្ស័យថាយើងចង់លួចរត់ក្នុងបំណងបំបាក់គម្រោងការលួចរត់ទាំងឡាយពួកខ្មែរក្រហមបានបង្កើតរចនាសម្ព័ន្ធមួយឲ្យយើងអនាថាគ្រប់រូបភូមិនានាដែលស្ថិតនៅព្រៃដាច់ពីគ្នាគ្មានការតាក់ទងរវាងភូមិមួយទៅភូមិមួយទៀតឡើយសហគមន៍នីមួយមានជីវភាពរស់នៅដោយឡែករៀងៗខ្លួនបើមានទំនាក់ទំនងបន្តិចបន្តួចក៏មានមិនបានយូរដែរការជួបប្រស្រ័យគ្នារវាងអ្នកស្រុកនៅភូមិមួយនិងម្នាក់ទៀតនៅភូមិមួយទៀតកម្រនឹងធ្វើបានណាស់យើងគ្មានទាំងមធ្យោបាយសម្ភារៈនិងការនិយាយរកគ្នានិងពិគ្រោះយោបល់គ្នារួមសេចក្តីទៅនិងជំនុំគ្នាបង្កើតការឬបំរាស់នោះផងអង្គការមិនឲ្យយើងនៅទំនេរ
និងមានសេរីភាពដើម្បីចាត់ចែងការបះបោរនោះឡើយក្នុងរចនាសម្ព័ន្ធកុម្មុយនីសគេមិនងាយនឹងចាត់ចែងបង្កើតការតស៊ូទេក្រែងតែមានជំនួយសម្ភារៈនិងអាវុធយុទ្ធភ័ណ្ឌពីខាងក្រៅឬមានការបះបោរប្រឆាំងក្នុងចំណោមកងទ័ពយោធាគ្នាវាការប្រឹងប្រែងទាំងឡាយដើម្បីរំលំអំណាចដាច់ការរបស់អង្គការច្បាស់ជាពិបាកនឹងបានសម្រេចដោយការប៉ងប្រាថ្នាណាស់មកដល់ចុងខែវិច្ឆិកានេះប្រជាជន1/3នៃជំរំវាលវង្សត្រូវបាត់បង់ជីវិតនៅក្នុងស្ថានភាពដ៏វេទនាខូចខ្សាននេះករណីយកិច្ចតែមួយគត់របស់យើងគឺខំរក្សាជីវិតឲ្យរស់នៅសិនជីវិតដែលត្រដររស់បាននេះគឺដោយសារការលួចដូរសម្បត្តិសេសសល់យកចំណីអាហារបន្ថែមនិងដោយសារចំណងសាមគ្គីភាពក្នុងគ្រួសារតែប៉ុណ្ណោះគ្រួសារយើងនៅមានសភាពងាយស្រួលជាងគ្រួសារឯទៀតជាប្រកបយើងបានចំណាយក្នុងការដោះដូរគ្នានោះអស់មាសពេជ្រយើងពាក់កណ្ដាលនិងសម្ពុតអាវមួយភាគធំតែយើងនៅសល់ច្រើនទៀតខ្ញុំនៅមានប្រាក់$3000ដដែលថេងគេងនិងឪពុកម្ដាយខ្ញុំបានចូលរួមជាមួយខ្ញុំតាមធនធានដែលមានតែយើងចែករំលែកចំណីអាហារស្មើគ្នាវិញវូចដែលនៅជានិស្សិតនៅឡើយគឺគ្មានទ្រព្យសម្បត្តិអ្វីហើយត្រូវនៅក្នុងបន្ទប់ឪពុកម្ដាយខ្ញុំយើងមិនអាចហូបបាយតាមតែចំណង់យើងទេតែបានហូបល្មមសមរម្យសម្រាប់ការពារសុខភាពយើងតែប៉ុណ្ណោះនោះជាការសំខាន់បំផុតម្យ៉ាងទៀតគ្រួសារយើងនៅមានកម្លាំងចិត្តរឹងប៉ឹងនៅឡើយយើងបានស្គាល់មរណៈទុកគ្រប់គ្នាតែយើងខំរក្សាស្មារតីដើម្បីទទួលទម្ងន់ទុកនោះគេងបានចូលមកជិតស្និទ្ធជាច្រើនជាមួយនឹងម្ដាយខ្ញុំតាំងពីសារ៉ុនបាត់ខ្លួនទៅអានីក៏បានរំសាយទុកបន្តិចម្ដងចំពោះការបាត់បង់ស្ដូរថ្ងៃមួយនាងបានសម្រេចចិត្តថាស្ដូរអាចនៅក្នុងព្រៃនោះចុះយើងយកថងធាតុស្ដូរទៅចាក់ពង្រាយបណ្ដែតតាមទឹកហូរនៅក្រោយផ្ទះឪពុកម្ដាយខ្ញុំហើយតាមមើលស្នាមធាតុនោះរសាត់តាមទឹកហូររហូតដាច់កន្ទុយភ្នែកទៅចុះកូនសម្លាញ់ម្ដាយសូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជួយថែរក្សាកូនទៅចុះកូនសម្លាញ់អានីនិយាយខ្សឹបទៅធាតុកូនការឆ្លោះប្រកែកគ្នាម្ដងម្កាលរបស់យើងគ្មានកើតលើរឿងអ្វីក្រៅពីរឿងចំណែកបាយទឹកនោះទេជាពិសេសជាមួយណាវ៉ាត់សូដាតដោយមានអាយុជិត10ឆ្នាំហើយច្រើនតែសក់ចិត្តធ្វើពលិកម្មណាវ៉ាត់វិញអាយុ5ឆ្នាំគិតតែខំខ្វេះកកាយរកចំណីអាហារដែលម្ដាយលាក់ទុកខ្លះនោះណាវ៉ាត់ជាក្មេងម្នាក់សកម្មណាស់ហើយទោះជាមានអាយុប៉ុណ្ណឹងក្តីវាចេះខំរករស់ជានិច្ចជារឿលពេលគឺមានតែណាវ៉ាត់ទេដែលបុករកយើងទាមទាររកចំណីអាហារឲ្យវាពេលខ្លះដោយត្រឹមមិនបានអានីទះមួយដៃដែរតែមិនទះខ្លាំងទេម្យ៉ាងទៀតតាំងពីស្ដូរស្លាប់ទៅណាវ៉ាត់ខ្លាចទៅជាកូនពៅហើយយើងក៏ពិបាកនឹងធ្វើទនកម្មអ្វីខ្លាំងដល់វាដែរក្នុងរឿងនឹងយើងជាគ្រួសារបដិវត្តមួយយ៉ាងល្អទៅហើយព្រោះអង្គការបានហាមផ្ដាច់មិនឲ្យមានការប្រេះឆាក្នុងផ្ទៃគ្រួសារទេគេហាមមិនឲ្យប្តីប្រពន្ធវាគ្នាឡើយការជេរបញ្ចោគ្នាក៏ត្រូវហាម5គ្នាទៀតក្មេងៗក៏មិនត្រូវនរណាស្ដីបន្ទោសដែរជាការល្អហើយប៉ុន្តែសភាពតឹងតែងមួយថ្មីក្នុងគ្រួសារបានកើតពីហេតុដែលពួកខ្មែរក្រហមបញ្ចេះក្មេងៗឲ្យប្តឹងប្រាប់គេអំពីឪពុកម្ដាយវាដែលប្រព្រឹត្តល្មើសបំរាមខាងលើហើយក្មេងៗខ្លះក៏បានប្តឹងផ្ដាល់ពួកខ្មែរក្រហមអំពីចរិតមិនល្អរបស់ឪពុកម្ដាយខ្លួនហេតុនេះជម្លោះក្នុងគ្រួសារក៏ត្រូវកើតមានដោយស្ងាត់កំបាំងការធ្វើទណ្ឌកម្មចំពោះជម្លោះប្តីប្រពន្ធជាសាធារណៈបានកើតមានរួចហើយនៅវាលវង្សមានទាហានចាស់ម្នាក់អាយុប្រហែល50ឆ្នាំគិតចេះតែស្រែកស្ដីបន្ទោសប្រពន្ធគិតឥតឈប់ឈរពួកខ្មែរក្រហម
បានមកប្រមានគឿតពីរដងថាអបកប្បកិរិយាគឿតបែបនេះជាការរំលោភលើគោលការណ៍សមភាពប្រុសនិងស្ត្រីក្នុងអង្គការឆ្លោះប្រកែកគ្នាក្នុងគ្រួសារនោះនៅតែបន្តជានិច្ចដដែលហើយជាលើកទី3ទីហ៊ានចាស់នោះច្រឡោតខ្លាំងនិងទាកំភ្លៀងប្រពន្ធមួយដៃទៀតស្អែកឡើងពួកខ្មែរក្រហមក៏មកចាប់បរិសនោះនាំចូលទៅក្នុងព្រៃទៅយើងលែងឃើញគិតរហូតតាំងពីថ្ងៃនោះមក